សួស្តីបងប្អូនអ្នកគ្នា Vivo ទៅដាក់បញ្ចេញទៅគោល V60 Supply 4G ដែលមានទំហំថ្មធំដល់ទៅ 6500 mAh ហើយកាមេរ៉ាគោលលើនេះទំហំ50 megapixel គេបានបំពាក់មកជាមួយនឹង sensor Sony IMX882 ដែលវាធំទាញពន្លឺចូលបានច្រើនហើយអមជាមួយនឹង AI Aura Live Portrait នេះទៀតរូបភាពចេញមកមិនចាញ់កាមេរ៉ាធំប្រហែលទេមិនត្រឹមតែប៉ុណ្ណឹងយើងអាចសាកចូលបានលឿនក្នុងល្បឿនដល់ទៅ90 W ដែលយើងអាចសាកពី0ដល់ 100% ចាយពេលត្រឹមតែជាង50នាទីប៉ុណ្ណោះតោះទៅមើលក្នុងប្រអប់ទៅមុនបើព្រាមបងប្អូនឃើញ Vivo V60 Lite មួយដើមខេតថ្លាមួយដុំសារល្បឿនលឿនវាជាប្រភេទ Flash Charge ដែលមានកម្លាំងដល់ទៅ90 W ខ្សែសារបញ្ចូលចាក់ SIM សៀវភៅធានានិងกระดาษណែនាំអំពីការប្រើប្រាស់ផងដែរនៅពេលដែលខ្ញុំបានចាប់កាន់ភ្លាមហើយមើលទៅលើរូបរាងទូរស័ព្ទមួយដើមនេះអាចនិយាយបានថាវាទាក់ភ្នែកលក្ខណៈថា minimalist ដែលវាបែប civilized យុគអ្វីកាមេរ៉ាបញ្ចូលបែបនេះប្រកាសជាត្រូវចិត្តអ្នកប្រើប្រាស់ភាគច្រើនហើយអេក្រង់ក៏ lister តែ smart game ទៀតបើនិយាយដល់ចំណុចពណ៌គេមានដល់ទៅ3យ៉ាងក្នុងការជ្រើសរើសដូចជា titanium blue elegant black ហើយនិង popping ហ្នឹងគឺបែបពណ៌កាឈូកខ្ញុំគិតថាត្រូវច្រើនសម្រាប់មនុស្សស្រីតែម្ដងខាងមុខនេះគេប្រើប្រាស់បន្ទះបង្ហាញ AMOLED ទំហំ 6.77 inch ជាមួយនឹង refresh rate ដល់ទៅ 120Hz ហើយវាក៏ញាត់ពណ៌ណែនឲ្យយើងដែរសំខាន់ទទួលបានវិញ្ញាបនបត្របញ្ជាក់អំពី HGS ទៅលើការកាត់បន្ថយពន្លឺខៀវចេញពីអេក្រង់ទៀតអញ្ចឹងវាសំខាន់មែនទែនសម្រាប់សុខភាពភ្នែករបស់យើងហើយក្នុងនោះគេក៏មានបង្កប់ជាមួយនឹង sensor scan រយៈដៃក្រោមអេក្រង់ដែរដែលវាធ្វើការបានរហ័សទៀតផងតាមបទពិសោធន៍របស់ខ្ញុំជាក់ស្ដែងសំឡេងនេះក៏ចេះសាចបានខ្លាំងនៅលើនេះគេប្រើប្រាស់ dual stereo speaker មានន័យថាមាន speaker ដល់ទៅ2គ្រាប់ផ្នែកខាងលើមួយនិងផ្នែកខាងក្រៅមួយដែលយើងអាចរុញសំឡេងដល់ទៅ 400% ហើយនេះជាសំឡេងជាក់ស្ដែងដែលចេញពី Vivo V60 Supply នេះផ្ទាល់តែម្ដង Wow. Sorry about that. That's the old Bowser talking. Still working through my demons, I suppose. និយាយអំពីសមត្ថភាពកាមេរ៉ាខ្ញុំគិតថាជាអ្វីដែលគ្នាយើងចង់ដឹងច្រើនហើយក៏ជាអ្វីដែលក្រុមហ៊ុន Vivo ក៏ធ្វើការផ្ដោតទៅលើទូរស័ព្ទមួយដើមនេះផងដែរដែលក្នុងនោះផ្នែកខាងក្រៅគេដាក់កាមេរ៉ាដល់ទៅ2គ្រាប់ដែលមាន lens គោលទំហំ50 megapixel ដែលគេប្រើប្រាស់ sensor របស់ Sony IMX882 ណាហើយ8 megapixel ទេសម្រាប់ធ្វើការថតប្លង់ទូលាយខ្ញុំឃើញថាវាមានមុំទូលាយដល់ទៅ120 degree ដែលវាអាចទាញយកប្លង់បានច្រើនខ្លាំងមែនទែនចំណុចពិសេសមួយដែលខ្ញុំឃើញថា Vivo V60 Supply នេះមានប៉ុន្តែទូរស័ព្ទដទៃទៀតអត់មានណាគឺតើតើនឹងភ្លើង AI Aura Live និយាយទៅតើតើនឹងភ្លើងមួយនេះវាជួយច្រើនមែនទែនទៅលើការថតរូប portrait របស់យើងជាភាសាកន្លែងដែលខ្វះពន្លឺតែម្ដងហើយវាជួយបន្ថែមពន្លឺនៅលើផ្ទៃមុខរបស់យើងឲ្យកាន់តែស្ទន់ណាវាមានពីរជម្រើសយើងអាចរុញមក warm ក៏បានមក cool ក៏បានអញ្ចឹងតាមតម្រូវការបរិបទជាក់ស្ដែងនៅពេលយើងថតរូបរបស់យើងហើយនេះជារូបមួយចំនួនខ្ញុំថតផ្ទាល់ដោយប្រើប្រាស់មុខងារ portrait នៅលើ Vivo V60 Supply បងប្អូនអាចមើលអំពីគុណភាពរូបបានក្រៅពីនេះភ្លើងខាងក្រៅក្បែរកាមេរ៉ាហ្នឹងក៏យើងអាចធ្វើជា dynamic light ដែរដែលវានឹងភ្លឺរៀងរាល់ពេលដែលទទួលបានសារដំណឹងរៀងរាល់ពេលដែលមានការ call ចូលឬក៏ពេលដែលយើងស្ដាប់ចម្រៀងជាដើមហើយខ្ញុំឃើញថាវា cool លយមែនទែនករណីខ្លះនៅពេលយើងថតរូបប្រកាសជាចំមនុស្សឬក៏វត្ថុនៅផ្ទាំង background របស់យើងហើយយើងចង់ធ្វើការលុបចេញណានៅលើនេះយើងអាចប្រើប្រាស់ AI Erase ចំនួន 3.0 ដែលខ្ញុំឃើញថាវាធ្វើការបានល្អមែនទែនហើយវាក៏មានសមត្ថភាពក្នុងការលុបចំណាំងផ្លាតចេញពីរូបរបស់យើងផងដែរអញ្ចឹងរូបរបស់យើងមានចំណាំងផ្លាតប្រកាសជាងាយស្រួលក្នុងការលុបហើយនៅពេលរូបរបស់យើងថតទៅព្រើលឬក៏រូបរបស់យើងគុណភាពមិនសូវច្បាស់យើងអាចប្រើប្រាស់ AI Photo Enhance ដែលវាជួយបន្ថែមគុណភាពរូបភាពរបស់យើងឲ្យកាន់តែប្រសើរជាងមុនទៀតប៉ុន្តែក្រៅពីនេះក៏មាន AI ជាច្រើនទៀតឲ្យយើងផងដែរយើងអាចប្រើប្រាស់ដូចជា Google Gemini មានដូចជា AI Caption AI Smart Call Assistant AI Note Assist ឬក៏ AI Transcript ជាដើម Vivo V60 Supply 4G នេះក៏ផ្គុំឡើងដោយផ្ដោតទៅលើភាពធន់ខ្លាំងដូចគ្នាកញ្ចក់ខាងមុខគេបំពាក់ដោយ Seal Glass និងទូខ្លួន Comprehensive Caution ដែលវាធន់រឹងមាំឆ្លងកាត់ការតែច្រើនដំណាក់កាលមែនទែននិងទទួលបានវិញ្ញាបនបត្រ HGS កម្រិតផ្កាយ5ផងដែរមានប្រព័ន្ធការពារទឹកនិងទលាយ IP65 ដែលយើងអត់បារម្ភទេហើយបើទោះបីជាអេក្រង់របស់យើងសើមទឹកក៏នៅតែអាចប៉ះបញ្ជាបានធម្មតាដែរតាមបទពិសោធន៍របស់ខ្ញុំកម្លាំងម៉ាស៊ីនរបស់វាក៏ខ្លាំងគួរសមដែរទំហំថ្មនៅលើទូរស័ព្ទមួយដើមនេះអាចនិយាយបានថាវាធំហើយប្រភេទ Blue Volt Battery ដែលវាមានទំហំដល់ទៅ 6500 mAh នៅលើនេះបើទោះបីជាថ្មធំក៏ដោយប៉ុន្តែគេអាចធ្វើការរក្សាកម្រាស់បានស្ដើងឲ្យយើងខ្លាំងមែនទែនទូទៅយើងអាចយកទៅមើល YouTube ជាប់ដល់ទៅជាង27ម៉ោងហើយត្រឹមការចុចធម្មតាវាអាចរស់បានដល់ទៅ2ថ្ងៃមិនមានអ្វីដែលត្រូវបារម្ភទេទៅលើការសាកក៏វាអាចសាកចូលបានលឿនដូចគ្នាក្នុងល្បឿនដល់ទៅ90 W អញ្ចឹងគេមានដុំ90 W ឲ្យយើងស្រេចចេញពីប្រអប់ហើយនៅពេលយើងសាកយើងអាចសាកពី0ដល់ 100% ចំណាយពេលត្រឹមតែជាង50នាទីប៉ុណ្ណោះបើនិយាយជាក់ស្ដែងគឺ55នាទីគឺពេញ 100% ឲ្យយើងហើយចំណុចពិសេសមួយទៀតដែលខ្ញុំសង្កេតឃើញគេមាន AI Network Selection ដែលវានឹងធ្វើការរើសប្រព័ន្ធសេវាដោយខ្លួនឯងករណីដែលយើងទៅកន្លែងតំបន់ដាច់ស្រយាលឬក៏ឆ្ងាយអីអញ្ចឹងណាអញ្ចឹងប្រកាសថាទូរស័ព្ទរបស់យើងនៅតែមានសេវាអាចប្រើប្រាស់អ៊ីនធឺណិតបានជាធម្មតាសរុបជារួមមកវិញនេះជាកញ្ចប់ទូរស័ព្ទមួយដែលល្អមែនទែនសម្រាប់អ្នកដែលគាត់ចង់បានទូរស័ព្ទមួយដែលវាមានថ្មធំប្រើប្រាស់បានយូរហើយជាពិសេសទៅលើកាមេរ៉ាដែលយើងអាចធ្វើការថត portrait ស្អាតណាដូចទៅនឹងកាមេរ៉ាអាជីពអញ្ចឹងហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺតើតើនឹងរូបរាង
នឹងពណ៌មកវាចេញមកគឺស្អាតបែបយុវវ័យរបស់យើងតម្លៃដែលគេដាក់លក់ជាផ្លូវការត្រឹមតែជាង$300ទេដែលមានទំហំ RAM ដល់ទៅ 16GB និងទំហំផ្ទុក 256GB ហើយតែទៅព័ត៌មានបន្ថែមបងប្អូនអាចចូលកាន់ page Vivo បានអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត Vivo.